ជាសួរប្រិយមិត្តអរគ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីការព្យាបាលទារកបែបត្រជាក់បាទកន្លងមកយើងបាននិយាយអំពីការបញ្ជូនទារកឲ្យបានត្រឹមត្រូវហើយកាត់បន្ថយអត្រាស្លាប់របស់ទារកនិងម្ដាយបានក្នុងនោះយើងបាននិយាយអំពីការបញ្ជូនទារកក្រោយសម្រាលជាទូទៅទារកក្រោយសម្រាលត្រូវការភាពកម្ដៅអញ្ចឹងណាក៏ប៉ុន្តែទារកខ្លះអត់ត្រូវការភាពកម្ដៅទេត្រូវការត្រជាក់អញ្ចឹងដូច្នេះថ្ងៃនេះខ្ញុំនឹងរំលឹកថាតើទារកបែបណាដែលត្រូវការភាពត្រជាក់ឬក៏ទារកបែបណាត្រូវការព្យាបាលបែបត្រជាក់ដែលជាភាសាអង់គ្លេសគេហៅថា passive cooling therapy អញ្ចឹងទារកដែលត្រូវការព្យាបាលបែបត្រជាក់គឺជាទារកដែលខ្វះអុកស៊ីហ្សែនភាសាបរទេសគេហៅថាអីគេ hypoxic ischemic encephalopathy ឬក៏ bird asphyxia ឬក៏ perinatal asphyxia អញ្ចឹងយើងមើលការដែលទារកខ្វះអុកស៊ីហ្សែនក្រោយសម្រាលណាអាចកើតឡើងមុនពេលសម្រាលឬក៏ក្នុងអំឡុងសម្រាលឬក៏ក្រោយពេលសម្រាលវាជាបញ្ហាធ្ងន់ធ្ងរដែលអាចនាំទារកទៅដល់ផលលំបាកធ្ងន់ធ្ងរនិងយូរអង្វែងទៅអនាគតណាដូចជាការរីកលាស់យឺតយ៉ាវមានភាពមិនប្រក្រតីទាំងរាងកាយទាំងស្មារតីហើយក៏អាចស្លាប់ដែរក្នុងករណីធ្ងន់ធ្ងរឃើញទេដូចជាអីគេហៅថា cerebral palsy នោះទារកហ្នឹងគឺរស់មែនប៉ុន្តែរស់ទាំងកងែងកងងអញ្ចឹងខ្ញុំឃើញថាលោកគ្រូអ្នកគ្រូក៏ដូចជាប្រិយមិត្តទាំងអស់ហ្នឹងបានឃើញទេទារកហ្នឹងកងែងកងងនេះស្មាទោសដែលធ្វើឲ្យក្រុមគ្រួសារមានការលំបាកអញ្ចឹងយើងមើលមុនសម្រាលទារករបៀបមិនមុនសម្រាលឲ្យកើតឡើងយើងគិតថាខ្វះអុកស៊ីហ្សែនណាហ្នឹងហើយអញ្ចឹងការដាច់របើកសុកណាម្ដាយណាមុនសម្រាលការដាច់របើកសុកណាវាអាចធ្វើឲ្យអីគេថយចុះឬក៏ប៉ះពាល់ចរន្តឈាមរត់ពីម្ដាយទៅទារកឬក៏តងផ្ចិតណាមានការគៀបសង្កត់ឬក៏ត្បៀតណាអញ្ចឹងធ្វើឲ្យចរន្តឈាមរត់ទៅទារកនឹងអត់បានល្អឬក៏ទារករកម្ដាយនឹងឆ្លងរោគធ្ងន់ធ្ងរក៏ប៉ះពាល់ចរន្តឈាមរត់ដែលនាំអុកស៊ីហ្សែនពីម្ដាយទៅកូនអត់បានល្អដែរអានឹងមុនសម្រាលទី2អំឡុងកំពុងសម្រាលអញ្ចឹង Reoxy 7នាទីដឹងប្រសិទ្ធភាពកំពុងសម្រាលយ៉ាងម៉េចគឺក្រសម្រាលមានន័យថាឈឺពុះយូរណាឈឺពុះយូរឃើញទេអានឹងបានតែក្រសម្រាលឬក៏កំពុងសម្រាលគឺទារកនឹងជាប់គាំងនៅក្នុងកអាងតាគៀកមិនអាចចេញមកបានណាក្នុងនោះមានតងផ្ចិតហ្នឹងក៏ត្បៀតសង្កត់ទៅលើហ្នឹងណាឬក៏អីគេឬក៏ហៅតងផ្ចិតហ្នឹងធ្លាក់មកមុនកូនណាអញ្ចឹងកត្តាទាំងនេះធ្វើឲ្យខ្វះអុកស៊ីហ្សែនទៅទារកហ្នឹងអញ្ចឹងគ្រូពេទ្យឆ្មបកុមារត្រូវយល់ឲ្យច្បាស់លាស់ចំណុចនេះបាទក្រោយសម្រាលទារកកើតមកភ្លាមក្រោយសម្រាលយ៉ាងម៉េចណាអត់ទៅមានចលនាដង្ហើមឬក៏ចង្វាក់បេះដូងឬក៏កើតមកអត់មានដកដង្ហើមតែម្ដងឬទាំងបេះដូងតែម្ដងឃើញទេអញ្ចឹងទារកប្រភេទហ្នឹងយើងដឹងតែទារកខ្វះអុកស៊ីហ្សែនហើយណាបាទហើយខ្វះអុកស៊ីហ្សែនវាអត់ត្រូវការកម្ដៅទេវាត្រូវការព្យាបាលបែបត្រជាក់អញ្ចឹងប្រហែលជាណាម្នាក់គិតថាទារកហ្នឹងកើតត្រូវការអីកម្ដៅអញ្ចឹងអត់ទេឃើញទេបាទអញ្ចឹងតើទារកដែលខ្វះអុកស៊ីហ្សែនហ្នឹងមានអាការៈបែបណាអញ្ចឹងយើងឃើញមិញបញ្ហាកត្តាដែលប្រឈមហ្នឹងមានមុនសម្រាលកំពុងសម្រាលឬក៏ក្រោយសម្រាលអញ្ចឹងអាការៈទារកដែលកើតមកដែលមានអាការៈខ្វះអុកស៊ីហ្សែនណាជាទូទៅអាប់ហ្គាស្ក័រទៀបចុះណាអាប់ហ្គាស្ក័របានន័យថាសភាពទូទៅចលនាដង្ហើមចុះអញ្ចឹងអ្នកអាជីពជាឆ្មបគ្រូពេទ្យហ្នឹងគាត់យល់ពាក្យនេះហើយណាពាក្យបច្ចេកទេសកាលណាចុះទៀបខ្លាំងគឺកូនខ្វះអុកស៊ីហ្សែនណាឬក៏សភាពទូទៅផុសទារកស្លេកស្លាំងឃើញទេមិនស្ទើរមានចលនាទន់ខ្សោយណាជាទូទៅទារកកើតមកគឺវាល្វើកយំងាយអញ្ចឹងទៅណាតែធាក់ដៃតែធាក់ជើងទៅប៉ុន្តែក្នុងករណីចេះគឺទារកអត់សូវមានចលនាទេណាបាទហើយក៏អត់មានចលនាដង្ហើមឬក៏អីទាំងតែម្ដងអាចប្រកាច់អាចត្រឡប់បាត់ស្មារតីឃើញទេហើយដែលកើតចេញមកអាចអីគេនៅក្នុងទឹកភ្លោះមានអីគេមានអាចព្រៃណាបើសិនជាទារកកើតទឹកភ្លោះមានអាចព្រៃមានន័យថាម៉េចវាបែកអាចបែកនោមទាំងក្នុងពោះដោយសារទារកហ្នឹងគាត់អីគេគាត់មានបញ្ហាសុខភាពដែលគាត់ប្រឹងទៅវាលេចអាចលេចនោមទាំងនៅក្នុងពោះម្លេះអញ្ចឹងតែកើតមកគឺអីគេទារកហ្នឹងទឹកភ្លោះមានអាចព្រៃអញ្ចឹងកាលណាករណីអញ្ចឹងនេះយើងឃើញណាដែលអីគេដែលយើងសង្ស័យថាទារកហ្នឹងអាចមានអីគេបញ្ហាខ្វះអុកស៊ីហ្សែនមានកត្តាប៉ុន្មានកត្តាមុនមាន3ហើយអាការៈទាំងឡាយដែលកើតមកយើងឃើញហើយអញ្ចឹងសួរថាមានវិធីព្យាបាលអត់មានវិធីព្យាបាលគឺកូនក្មេងដែលមានអាការៈហ្នឹងគឺត្រូវការព្យាបាលបែបត្រជាក់ណាអញ្ចឹងយើងត្រូវតែរក្សាសីតុណ្ហភាពកម្ដៅខ្លួនកូនហ្នឹងឲ្យបានក្នុងរយៈណា33ទៅ34អង្សារយៈពេល72ម៉ោងបើយើងពុំធ្វើដូច្នោះទេកូននឹងខូចខាតខួរក្បាលហើយដែលជាដល់ពេលក្រោយពីការព្យាបាលឡើងកូនកងែងកងងណាដែលភាសាអង់គ្លេស cerebral palsy ឃើញទេអញ្ចឹងកូនកើតមកគេអត់ត្រូវការរុំ
ណាអត់ត្រូវការកម្ដៅទេណាអញ្ចឹងត្រូវការដាក់បើកចំហបើកម៉ាស៊ីនត្រជាក់មកក្នុងបន្ទប់ទៅបើយើងបញ្ជូនតាមឡានទូគ្រោះហ្នឹងគឺយើងបើកម៉ាស៊ីនត្រជាក់ហើយអញ្ចឹងត្រូវរក្សាកម្ដៅពី33ទៅ34ណាអញ្ចឹងគួរអង្គអត់ត្រូវជាពោះជាទូទៅទារកត្រូវការកម្ដៅ36កន្លះទៅដល់37កន្លះបាទអញ្ចឹងប្រិយមិត្តទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូបានឃើញហើយណាមិនមែនទារកទាំងអស់កើតមកត្រូវការកម្ដៅទេវាត្រូវការត្រជាក់គឺនៅក្នុងករណីអញ្ចឹងហើយជារឿងងាយទេប្រសិនបើលោកគ្រូអ្នកគ្រូបានយល់ដឹងអំពីអានឹងច្បាស់ណាករណីអញ្ចឹងយើងត្រូវការដាក់ទារកនៅក្នុងត្រជាក់ដោយរក្សាកម្ដៅពី33ទៅ34អង្សារយៈពេល72ម៉ោងឃើញទេបាទជាចុងបញ្ចប់ណាខ្ញុំសូមលោកគ្រូអ្នកគ្រូនិងប្រិយមិត្តណាត្រូវការយល់ដឹងអំពីចំណុចនេះណាអំពីចំណុចដែលត្រូវការព្យាបាលបែបត្រជាក់និងឲ្យសូមអរគុណទុកជាមុនក្នុងការតាមដានត្រង់ការចែករំលែកបន្តបាទសូមជម្រាបលា វីលីអាហារកោសិកាកើនបញ្ញាអាយុវែង